ហើយនៅក្នុងរាត្រីនេះលោកគ្រូមហាជុំនឹងទូទាយនៅជោគជតារិស័យនៅខែឆ្នាំទាំង12ជូនដល់បងប្អូនកូនក្មួយតែម្ដងទៅណាបាទថាតើថ្ងៃស្អែករិស័យកូនចៅប្រុសស្រីដែលកើតនៅឆ្នាំទាំង12ជូតឆ្លើយខាលថោះរោងម្សាញ់មមីមមែវកប្រការចកុលនឹងគឺឡើងចុះខ្ពស់ទាបអីចឹងណាមានលៀបមានជ័យដែរឬទេបាទអញ្ចឹងកូនចៅណាតើយើងទាំងអស់គ្នាប្រុងប្រៀបបាទរិស័យយើងរិស័យឆ្នាំទី1គឺឆ្នាំជូតណាបាទឆ្នាំជូតរិស័យស្អែកល្អបង្គួរទេណាមធ្យមបាទស្អែកឆ្នាំជូតមធ្យមទេកូនហើយណាលេខសំណាងឆ្នាំជូតលេខ912បាទលេខសំណាងឆ្នាំជូតលេខ912ពណ៌សំណាងឆ្នាំជូតពណ៌ស្លែបាទពណ៌ស្លែណាអញ្ចឹងកូនចៅសិស្សគុណទាំងអស់បាទអ្នកដែលកើតឆ្នាំជូតលោកអ្នកខមមិនលេខសំណាង912ហើយ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ912បាទកូនចៅបាទកូនចៅដែលកើតឆ្នាំជូតណាសូម comment លេខ912ហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ912រាសីរបស់អស់លោកអ្នកគឺមធ្យមនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំជូតពណ៌សំណាងគឺពណ៌ស្លែបាទពណ៌សំណាងគឺពណ៌ស្លែលេខសំណាងគឺលេខ912អញ្ចឹងកូនចៅប្រុសស្រីទាំងអស់ជាទីគោរពលោកអ្នកដែលកើតនៅឆ្នាំជូតជោគជតារាសីលោកអ្នកមធ្យមនៅថ្ងៃស្អែកនេះកិច្ចការងារលក់ដូររកស៊ីកិច្ចការងារប្រកបអាជីវកម្មផ្សេងៗរបស់កូនចៅដែលកើតនៅឆ្នាំជូតគឺប្រព្រឹត្តទៅដោយរលូនបើទោះបីជាស្អែកនឹងមិនមានលៀបបើទោះបីជាស្អែកនឹងមិនមានជ័យចូលពិតមែនប៉ុន្តែការលក់ដូររកស៊ីការប្រកបកិច្ចការងារប្រចាំថ្ងៃការធ្វើអ្វីក៏ដោយលក់ទំនិញលក់ចេញទិញចូលអីសពមុខសពសារពើនឹងលោកអ្នកដែលកើតឆ្នាំជូតនឹងគឺប្រព្រឹត្តទៅដោយរលូនណាកូនចៅណាបាទអញ្ចឹងអ្វីក៏ជោគជ័យអ្វីក៏រីករាយហើយអ្វីក៏ហេងដែរសម្រាប់ជីវិតអស់លោកអ្នកណាបាទបើទោះបីជាមិនមានលៀបធំចូលមកពិតមែនប៉ុន្តែជីវិតរបស់យើងប្រែคล้ายទៅជាសុខដុមរមនាជីវិតរបស់យើងប្រែคล้ายទៅជាភាពរីករាយជីវិតរបស់យើងប្រែคล้ายទៅជាភាពត្រជាក់ត្រជុំសុខសប្បាយសុខចម្រើនហើយបើយើងនិយាយអំពីការធ្វើដំណើរទៅទីចិត្តទីឆ្ងាយទៀតសោតណាលោកអ្នកដែលកើតឆ្នាំជូតលោកគ្រូចង់ជម្រាបជូនថាគឺរាសីមធ្យមហ្នឹងប៉ុន្តែការធ្វើដំណើរអត់មានអីរាំងស្ទះទេណាកូនចៅចង់អញ្ជើញទៅណាក៏បានដែរអត់អីទេបាទចង់អញ្ជើញទៅលិចក៏បានចង់អញ្ជើញទៅកើតក៏បានណាលិចកើតជើងត្បូងចេញទៅបានណាឆ្ងាយចិត្តអីស្រេចទៅលើកូនចៅទេណាមានសុខសុវត្ថិភាពនៅក្នុងការធ្វើដំណើរណាអត់មានបញ្ហាអីទេសុខសុវត្ថិភាពទាំងទៅទាំងមកអត់មានអីទេណាបាទប៉ុន្តែផ្ដាំណាកូនចៅឆ្នាំជូតណាប្រយ័ត្នគ្រូមហាជុំប្រាប់ថាថ្ងៃស្អែកហ្នឹងអត់អីធ្វើដំណើរសុវត្ថិភាពលេងជន់លើស100អីប្រយ័ត្នគេដកបន្ទុកបានបើកបរណាព្រោះឥឡូវនេះគេដូរច្បាប់ចរាចរណ៍ថ្មីអញ្ចឹងប្រយ័ត្នគេដកបន្ទុកបានបើកបរណាកូនចៅណាអញ្ចឹងសូមឲ្យកូនចៅទាំងអស់គោរពច្បាប់ចរាចរណ៍ណាបើទោះបីជាលេខយើងមិនមានអីក៏ដោយប៉ុន្តែយើងនឹងទទួលបាននៅលៀបទទួលបាននៅជ័យសុខសប្បាយនៅក្នុងការធ្វើដំណើរហើយបន្ទាប់ពីការធ្វើដំណើរហើយនិយាយពីសុខភាពលោកអ្នកដែលកើតនៅឆ្នាំជូតប្រយ័ត្នប្រយែងតិចទៅណាកូនចៅណាណោះថ្ងៃស្អែកហ្នឹងសូមឲ្យមានការប្រយ័ត្នប្រយែងតិចទៅសុខភាពណាពីព្រោះសុខភាពអត់សូវល្អទេនៅថ្ងៃស្អែកនេះ take care សុខភាពតិចទៅបើមិន take care ទេអាហ្នឹងវាអាចឈឺណាកូនចៅណាប្រយ័ត្នប្រយែងណាអាកាសធាតុប្រែប្រួលទទួលទានទឹកក្តៅណាកុំដើរហាលភ្លៀងបើសិនជាដើរហាលភ្លៀងហើយប្រញាប់មុជទឹកត្រជាក់ហ្នឹងជំរះកាយហើយដូរសម្លៀកបំពាក់ទទួលទានទឹកក្តៅទឹកឆ្អិនហើយបើឈឺតិចតួចអីទៅទិញថ្នាំលេបឲ្យហើយកុំទុកឲ្យវាយូរណាកុំទុកឲ្យវាយូរណាកុំចៅណាគូកាន់តែយូរអាហ្នឹងកាន់តែឈឺហើយណាកាន់តែយូរកាន់តែឈឺហើយណាអញ្ចឹងប្រយ័ត្នប្រយែងតិចរឿងសុខភាពបើបញ្ហាស្នេហាលោកអ្នកកើតឆ្នាំជូតលោកគ្រូចង់ជម្រាបជូនថាគឺវាល្អណាស់អត់មានអីទេណាបាទអត់មានអីទេណាឆ្នាំជូតគឺស្នេហាគឺផ្អែមល្ហែមល្អុកល្អឿនស្រឡាញ់គ្នាចេះយល់ចិត្តគ្នាប្តីប្រពន្ធអីហ្នឹងគឺថាស្រឡាញ់គ្នាណាស់បាទផ្អែមល្ហែមជាមួយគ្នាណាអត់មានអីទេណាកូនចៅណាបាទគឺពោពេញទៅដោយភាពស្រឡាញ់ពោពេញទៅដោយសុភមង្គលពោពេញទៅដោយគេហៅថាការរាក់ទាក់គ្នាការយល់ចិត្តគ្នាទៅវិញទៅមកណាឆ្នាំជូតអញ្ចឹងត្រឡប់មកវិញឆ្នាំជូតរាសីលោកអ្នកមធ្យមពណ៌សំណាងពណ៌ស្លាយលេខសំណាង912បំណងប្រាថ្នាអីគឺបានសម្រេចដោយបំណងណាអញ្ចឹងលោកអ្នក comment លេខ912ហើយ share វីដេអូលោកគ្រូមហាជុំដាក់លេខ912គ្រូមហាជុំជូនពរកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំជូតសូមឲ្យមានលាភជ័យសូមឲ្យមានលាភសំណាងហេចាប់ពីពេលនេះតរៀងទៅបាទអរគុណណាអបអរសាទរដល់កូនឆ្នាំជូតឥឡូវនេះខ្ញុំសូមបន្តជូនដល់កូនដែលកើតនៅឆ្នាំឆ្លូវបាទឆ្នាំឆ្លូវរាសីរបស់លោកអ្នកនឹងខ្លាចចាំងខ្លាចឈ្នះមួយឆ្នាំជូតណាអញ្ចឹងអត់អាចឡើងបានទេមធ្យមដូចគ្នាកុំឲ្យចំណែនគ្នាណាព្រោះរាសីឆ្នាំឆ្លូវស្អែកនឹងក៏មធ្យមដែរ
ចំណែកឯលេខសំណាងគឺ649ពណ៌សំណាងពណ៌ផ្កាឈូកបាទពណ៌សំណាងពណ៌ផ្កាឈូកលេខសំណាង649រាសីមធ្យមកូនចៅប្រុសស្រីដែលកើតឆ្នាំឆ្លូវសូមឲ្យកូនចៅខមមិនលេខ649ហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ649លោកអ្នកដែលកើតឆ្នាំឆ្លូវការងារប្រចាំថ្ងៃមុខរបរចិញ្ចឹមជីវិតរបស់លោកអ្នកនៅថ្ងៃស្អែកនេះអ្នកលក់អ្នកដូរអ្នកចេញអ្នកទិញអ្នកចូលមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនរដ្ឋឯកជនសាធារណៈអីហ្នឹងគឺល្អណាស់បងប្អូនណាអត់មានលៀបចូលទេថ្ងៃស្អែកនេះប៉ុន្តែដំណើរការនៃការរស់នៅដំណើរការនៃការជីវភាពរបស់យើងហ្នឹងគឺល្អប្រសើរសំប្រកបណាអត់មានអីទេណាបាទគឺប្រព្រឹត្តទៅដោយរលូនប្រព្រឹត្តទៅប្រសើរលោកអ្នកធ្លាប់លក់កាទៀវដាច់លោកអ្នកធ្លាប់លក់កាហ្វេអស់លក់កាហ្វេអស់លោកអ្នកធ្លាប់ធ្វើអីហ្នឹងគឺបានដូចបំណងណាថ្ងៃស្អែកហ្នឹងបាទអ្នកកើតឆ្នាំឆ្លូវណាប៉ុន្តែការធ្វើដំណើរខ្ញុំសូមបញ្ជាក់ណាអ្នកកើតឆ្នាំឆ្លូវគឺសូមឲ្យកូនចៅសិស្សគុណទាំងអស់មានការប្រយ័ត្នប្រយែងនៅក្នុងការធ្វើដំណើរទៅផ្លូវឆ្ងាយការធ្វើដំណើរទៅផ្លូវឆ្ងាយអត់សូវជាសំប្រកបប្រមាណទេបើមិនចាំបាច់ទេកុំធ្វើដំណើរណាអ្នកកើតឆ្នាំឆ្លូវនៅថ្ងៃស្អែកនេះទាំងផ្លូវទឹកផ្លូវគោកផ្លូវអាកាសកុំធ្វើដំណើរអីណាថ្ងៃស្អែកនឹងអាចនៅផ្ទះទៅប៉ុន្តែមិនមែនថាមិនឲ្យយើងចេញទៅណាសោះទេឧទាហរណ៍ថាយើងស្អែកនេះចាំបាច់ណាត្រូវទៅធ្វើការអូខេកូនចៅអញ្ជើញទៅណាបាទហើយស្អែកនេះកូនចៅថាត្រូវទៅទិញម្ហូបញ៉ាំកូនចៅអញ្ជើញទៅពេញការងារប្រកបការងារនឹងទៅបានប៉ុន្តែបើឧបមាថាស្អែកនឹងចង់ទៅលេងកំពង់សោមស្អែកចង់ទៅលេងសៀមរាបស្អែកចង់ទៅលេងដុលគិរីរតនគិរីអីកុំទៅណាវាមិនសូវល្អទេហើយបើចាំបាច់ត្រូវទៅណាស្អែកត្រូវទៅសៀមរាបផ្ដិតមេដៃធ្វើប្លង់ដីអានឹងណារកកូនរកក្មួយរកបងរកប្អូនទៅឲ្យគេជួយបើកឡានទៅជិះទៅមួយគេទៅណាហើយចាំព្រលឹមឡើងចាំអញ្ជើញទៅថ្ងៃរះពេញពលឺណាហើយបើថ្ងៃរះមិនទាន់ពេញពលឺហាមមិនទាន់ឲ្យទៅទេកូនចៅណាអត់សូវជាល្អប្រហែលទេណាប្រយ័ត្នប្រយែងតិចទៅណាជិះរថយន្តផ្ទាល់ខ្លួនអីរកទៅកង់ឡានបើករកពឹងពាក់បំអ្នកអាស្រ័យបងប្អូនកូនក្មួយហើយទៅកង់ឡាននោះទៀតសោតដែលជិះជាមួយអ្នកឆ្នាំឆ្លូវក៏សូមមានការប្រយ័ត្នប្រយែងដែរក្នុងការធ្វើដំណើរបើកបរលឿនដងផ្លូវណាកូនចៅណាបាទអញ្ចឹងសូមឲ្យកូនចៅទាំងអស់ហេងសូមឲ្យកូនចៅទាំងអស់មានលៀបមានជ័យសូមឲ្យកូនចៅទាំងអស់ប្រាថ្នានៃកិច្ចការអីបានដូចបំណងហើយបន្តភ្ជាប់សេចក្តីមកទៀតនិយាយពីបញ្ហាសុខភាពលោកអ្នកដែលកើតនៅឆ្នាំឆ្លូវនៅថ្ងៃស្អែកនេះសុខភាពល្អប្រសើរអត់អីទេណាអត់មានឈឺអត់មានគ្រុនអីទេគឺសុខភាពល្អសុខភាពរបស់លោកអ្នកគឺគេហៅថាល្អណាស់អត់មានអីទេហើយក៏អត់មានបញ្ហាអីដែរគឺបញ្ហាសុខភាពរបស់លោកអ្នកនឹងគឺរលូនគឺរឹងមាំដោយដំរីសាណាបាទហើយបើនិយាយពីសេចក្តីស្នេហាវិញអានឹងកាន់តែផ្អែមល្ហែមអានឹងកាន់តែមានលៀបអានឹងកាន់តែមានជ័យកាន់តែធ្វើអីគឺកាន់តែដូចបំណងកាន់តែធ្វើអីគឺកាន់តែសំប្រកបណាថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំឆ្លូវសរុបមកវិញរាសីមធ្យមលេខសំណាង649ពណ៌សំណាងពណ៌ផ្កាឈូកកូនចៅដែលកើតឆ្នាំឆ្លូវដើម្បីបានលៀបដើម្បីបានជ័យខមមិនលេខ649 share វីដេអូគ្រូមហាជុំដាក់លេខ649លោកអ្នកថ្ងៃស្អែកនេះមានលៀបមានជ័យចូលធម្មតាធ្វើដំណើរទៅទីចិត្តទីឆ្ងាយមានការប្រុងប្រយ័ត្នណាសុខភាពល្អសេចក្តីស្នេហាផ្អែមល្ហែមធម្មតាអត់មានអីទេបន្តភ្ជាប់សេចក្តីទៀតមកកូនចៅប្រុសស្រីដែលកើតនៅឆ្នាំខាលវិញម្ដងណាឆ្នាំខាលស្អែកនេះរាសីរបស់លោកអ្នកឡើងខ្ពស់តដែតណាកូនចៅណាបាទរាសីឡើងខ្ពស់តដែតឆ្នាំខាលលេខសំណាងលោកអ្នកកើតឆ្នាំខាលគឺ772បាទ772ពណ៌សំណាងលោកអ្នកដែលកើតឆ្នាំខាលគឺពណ៌សថ្ងៃស្អែកនេះណាកូនចៅណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលរាសីរបស់អស់លោកអ្នកស្អែកនេះរាសីលោកអ្នកដែលកើតឆ្នាំខាលឡើងខ្ពស់ត្រដែតបាទឡើងខ្ពស់ត្រដែតណារាសីកើតឆ្នាំខាលឡើងខ្ពស់ត្រដែតលេខសំណាង772ពណ៌សំណាងពណ៌សអញ្ចឹងកូនចៅដែលកើតនៅឆ្នាំខាលសូមឲ្យលោកអ្នកខមមិនលេខ772ឆ្នាំខាលសូមឲ្យលោកអ្នកខមមិនលេខ772 share វីដេអូលោកគ្រូមហាជុំដាក់លេខ772ណាបាទអញ្ចឹងលោកអ្នកនឹងមានលៀបមានជ័យឲ្យពណ៌សំណាងពណ៌សថ្ងៃស្អែកនេះលោកអ្នកនឹងទទួលបានលៀបលោកអ្នកនឹងទទួលបានជ័យលៀបជ័យនោះបានមកពីណានោះសុកលុយធ្លាក់ពីលើមេឃសុកដើរទៅរើសបានលុយមែនទេលៀបជ័យនឹងតាមរយៈការរកស៊ីលក់ដូរប្រចាំថ្ងៃនឹងឧបមាថាយើងលក់កាទៀវយើងលក់ធ្លាប់អស់ម៉ោង10ថ្ងៃស្អែកនេះយើងលក់អស់ត្រឹមម៉ោង8ណាកូនចៅដែលលក់ដូរគ្រឿងសង្ហារឹមតុកទូណាកូនចៅលក់ដីឡូកូនចៅលក់ឡានលក់ម៉ូតូលក់ស៊ីក្លូលក់ស្អីហ្នឹងគឺថ្ងៃស្អែកហ្នឹងគឺលោកអ្នកលក់ដាច់ហើយក៏ជោគជ័យហើយក៏សំប្រកបដែរណាកៅឆាយបានច្រើនអីវ៉ាន់ទំនិញលក់ចេញទិញចូលអីហ្នឹងគឺថាជោគជ័យហើយរីកចម្រើនណាធ្វើអីក៏បានសំប្រកបធ្វើអីក៏បានជោគជ័យដែរអញ្ចឹងការលក់ដូរអីល្អណាបើជាមន្ត្រីរាជការណាជាបុគ្គលិកក្រុមហ៊ុនអីណាមានប្រាក់ចំណូលហូរចូលមានគេឲ្យលុយច្រើនចវាយនេះអាណិតស្រឡាញ់ពេញចិត្តឲ្យជាកាដូហើយលើកការកោតសរសើរនេះថាមីក្អូនណាអាក្អូននេះធ្វើការល្អណាស់អីក្នុងអង្គប្រជុំអីចឹងទៅណាបាទអញ្ចឹងក៏ទទួលបាននៅលៀបក៏ទទួលបាននៅជ័យហើយក៏ទទួលបាននៅភាពចម្រុងចម្រើនរីកចម្រើននៅក្នុងជីវិតដែរលោកអ្នកដែលកើតឆ្នាំខាលហើយបើនិយាយពីការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអីទៀតសោតនោះអ្នកកើតឆ្នាំខាលគឺ
លោកអ្នកធ្វើដំណើរទៅដល់ណាក៏ដល់ទៅណាគឺសុវត្ថិភាពឲ្យតែមានលុយចាក់សាំងឲ្យតែមាន passport ឆ្លងដែនដល់ស្រុកណាក៏ស្រុកទៅអត់អីទេហើយបើនិយាយអំពីសុខភាពក៏ល្អប្រសើរដែរអត់អីទេកូនចៅណាសុខភាពល្អប្រសើរអត់មានក្តៅអត់មានល្ងាអត់មានញាក់អត់មានញ័រអត់មានគ្រុនអត់មានឈឺទេណាបាទសេចក្តីស្នេហាផ្អែមល្ហែមជាងមុនណាប្តីប្រពន្ធការឲ្យ30ឆ្នាំប្តីប្រពន្ធការឲ្យ20ឆ្នាំក៏នៅតែល្អក់ល្អឿនស្រឡាញ់គ្នាដូចកំឡោះកំមុំទឹមការថ្មីថ្មោងទឹមស្រឡាញ់គ្នាថ្មីថ្មោងអញ្ចឹងសរុបមកវិញណាកូនចៅដែលកើតនៅឆ្នាំឆ្លូវកើតនៅឆ្នាំខាលសំទោសរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតលេខសំណាង772ពណ៌សំណាងពណ៌សណាលោកអ្នកជោគជ័យលោកអ្នករីកចម្រើនលោកអ្នកធ្វើអីក៏បានសំប្រកបលោកអ្នកធ្វើអីក៏ល្អលោកអ្នកធ្វើអីក៏ជោគជ័យដែរលោកអ្នករីករាយលោកអ្នកសំប្រកបគ្រប់យ៉ាងណាជីវិតពោពេញទៅដោយសុភមង្គលជីវិតពោពេញទៅដោយក្តីសង្ឃឹមជីវិតពោពេញទៅដោយគេហៅថាលៀបសំណាងលៀបជ័យសុភមង្គលផ្អែមល្ហែមណាកូនចៅណាបាទអញ្ចឹងលោកអ្នកកើតឆ្នាំខាល comment លេខសំណាង772 share នៅវីដេអូគ្រូមហាជនដាក់លេខ772ណាឆ្នាំខាលណាកូនចៅណាបាទបន្ទាប់ពីឆ្នាំខាលមកគឺលោកអ្នកដែលកើតនៅឆ្នាំរោងបាទអេសុំទោសឲ្យកូននេះមិនវិញណាបន្ទាប់ពីឆ្នាំខាលចូលដល់កូនចៅដែលកើតនៅឆ្នាំថោះនៅថ្ងៃស្អែកនេះលេខសំណាង135ពណ៌សំណាងគឺពណ៌ក្រហមបាទលេខសំណាង135ពណ៌សំណាងគឺពណ៌ក្រហមឆ្នាំថោះរាសីមធ្យមអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះសូមឲ្យលោកអ្នក comment លេខសំណាងទៅគឺលេខ135ហើយ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ135ដូចគ្នានោះលោកអ្នកនឹងមានលៀបនោះលោកអ្នកនឹងមានជ័យហើយលោកអ្នកនឹងទទួលបាននៅអ្វីដូចជាទីដែលលោកអ្នកប៉ងប្រាថ្នាបាទអរគុណលោកគ្រូដែលប្រាប់គោះកន្ទុយលៀបថ្ងៃនេះត្រូវឆ្នោត3លេខបាន100000ដើមហើយលោកដីដាច់ទៀតអូបាទអរគុណណាស់កូនជូនពរឲ្យជោគជ័យណាបាទហេងរីករាយបាទបន្តមកទៀតកូនចៅមិញនេះឆ្នាំថោះរាសីមធ្យមលេខសំណាង135ពណ៌សំណាងគឺពណ៌ក្រហមអញ្ចឹងកូនចៅកើតឆ្នាំថោះ comment លេខ135 share វីដេអូលោកគ្រូ135ទៅនៅថ្ងៃស្អែកនេះកូនចៅដែលកើតឆ្នាំថោះចង់ជម្រាបជូនថាលោកអ្នកនឹងទទួលបាននៅគេហៅថាសេចក្តីសុខសប្បាយចិត្តរីករាយនៅក្នុងជីវិតអត់មានអីទេផ្អែមគេថាជីវិតយើងរីករាយសប្បាយចិត្តលក់ដូរអីប្រព្រឹត្តទៅធម្មតាមុខរបររកស៊ីអីហ្នឹងណាអត់មានអីដែលជាបញ្ហាដែលគេហៅថាអសកម្មឬមួយក៏រឿងមិនសប្បាយចិត្តឬមួយរឿងមិនដែលជាទីមិនគប់ចិត្តណាគឺថាល្អមានលៀបមានជ័យហូរចូលមកធម្មតារលូនហើយបើនិយាយពីការធ្វើដំណើរលោកអ្នកធ្វើដំណើរទៅទីចិត្តលោកអ្នកធ្វើដំណើរទៅទីឆ្ងាយអីក៏ដោយគឺថាមានលៀបមានជ័យសុខសប្បាយសុខចម្រើនហេងនៅក្នុងជីវិតរបស់លោកអ្នកណាអត់មានអីដែលជាការរាំងស្ទះទេណាធ្វើដំណើរអញ្ជើញទៅចោះសុខភាពល្អអត់អីទេណាស្អែកនេះអត់មានគ្រុនក្តៅល្ងាឈឺអីទេប៉ុន្តែរឿងរ៉ាវស្នេហាបាទរឿងរ៉ាវស្នេហាខ្ញុំចង់ជម្រាបជូនថាគឺអត់សូវល្អប្រហែលទេលោកអ្នកកើតឆ្នាំថោះកូនចៅកើតឆ្នាំថោះស្អែកនេះបើមិនយល់ទាស់ទេតមពាក្យតមសម្ដីកូនចៅកើតឆ្នាំថោះតមពាក្យតមសម្ដីណាស្ងៀមជាងស្រដីស៊ីជ័យខ្ចីចេះជាងនៅមាត់ទទេកាលណានិយាយច្រើនលោច្រើនធ្វើឲ្យគូសង្សារគូស្នេហ៍គេប្រកែកគេប្រកាន់រឿងតូចខ្លាយទៅជារឿងធំអញ្ចឹងអត់សូវល្អទេណាកូនចៅណាអញ្ចឹងខ្ញុំសូមជម្រាបជូនថាលោកអ្នកដែលកើតនៅឆ្នាំថោះរឿងរ៉ាវស្នេហាឲ្យប្រយ័ត្នមាត់ប្រយ័ត្នកប្រយ័ត្នពាក្យប្រយ័ត្នសម្ដីបន្តិចទៅណាអញ្ចឹងលោកអ្នកជោគជ័យលោកអ្នករីកចម្រើនហើយណាបាទអញ្ចឹងត្រឡប់មកវិញឆ្នាំថោះលេខសំណាង135ណា share លេខ135ទៅcomment លេខ135ទៅមានលៀបមានជ័យហើយណាមិញនេះអត់បានអាន comment ទេឃើញកូនចៅ comment មកច្រើនណាបន្ទាប់ពីគោះកតុនលៀបហើយកូនចៅមួយត្រូវឆ្នោត3លេខកូនចៅនោះលូកដីដាច់ត្រូវឆ្នោតត្រូវអីចឹងណាកូនចៅណាបាទមិនលើកទឹកចិត្តឲ្យទៅចាក់ឆ្នោតទេព្រះអង្គអើយព្រោះថាគេហាមណាច្បាប់រដ្ឋគេហាមមិនឲ្យយើងលេងឆ្នោតលេងកតុយលេខអីទេណាកូនចៅណាបាទអរគុណណាកូនចៅណាបាទសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យសំណាងល្អសូមឲ្យជោគជ័យនៅក្នុងជីវិតណាបាទកូនចៅទាំងអស់គ្នានៅក្នុងក្រុមនឹងបាទនៅក្នុងការ live នេះមិនមែននៅក្នុងក្រុមទេសំទោសនៅក្នុងការ live ទាំង1500នាក់នេះដែលកំពុងមើលលោកគ្រូនេះបាទគឺសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យហេងណាសូមឲ្យជីវិតរបស់យើងនឹងពោពេញទៅដោយសុភមង្គលរីកចម្រើនបាទបន្ទាប់ពីថោះយើងចូលដល់រោងកូនចៅណាបន្ទាប់ពីថោះចូលដល់រោងកូនចៅបាទឆ្នាំរោងរាសីលោកអ្នកថ្ងៃស្អែកហ្នឹងក៏មធ្យមដែរថ្ងៃស្អែករាសីឆ្នាំថោះបាទឆ្នាំរោងមធ្យមដែរលេខសំណាង885បាទ885ពណ៌សំណាងពណ៌លឿងបាទពណ៌សំណាងពណ៌លឿងរាសីមធ្យមណាកូនចៅណាបាទអញ្ចឹងនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំរោងលោកគ្រូចង់ជម្រាបជូនថារាសីរបស់លោកអ្នកមធ្យមលេខសំណាង885ពណ៌សំណាងពណ៌លឿងកូនចៅដែលកើតនៅឆ្នាំរោងសូមលោកអ្នក comment លេខសំណាងបាទ
សូម comment លេខសំណាងគឺ885 share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ885ណាឆ្នាំរោងពណ៌សំណាងគឺពណ៌លឿងរោងលេខសំណាង885ពណ៌សំណាងគឺពណ៌លឿងរាសីមធ្យមឆ្នាំរោងនៅថ្ងៃស្អែកនេះភ្ញាក់ពីដេកឡើងសប្បាយចិត្តរីករាយឆ្នាំរោងភ្ញាក់ពីគេឡើងសប្បាយចិត្តរីករាយមានអារម្មណ៍ស្រស់ថ្លាណាទោះបីជាមិនមានលៀបមានជ័យចូលពិតមែនប៉ុន្តែយើងអារម្មណ៍យើងរីករាយអារម្មណ៍យើងសប្បាយចិត្តប្លែកចម្លែកខុសពីធម្មតាណាបាទឆ្នាំរោងគឺថាអារម្មណ៍ល្អសុខភាពល្អអារម្មណ៍ល្អណាស់រីករាយណាស់បាទការងារអីក៏ថាជាការប៉ងប្រាថ្នានៅក្នុងការធ្វើហ្នឹងគឺប្រព្រឹត្តទៅដោយរលូននៅថ្ងៃស្អែកណាបាទខ្ញុំចង់ជម្រាបជូនថារលូនសម្រាប់កូនចៅដែលកើតនៅឆ្នាំរោងហ្នឹងការងារដែលគិតទុកមុនការងារដែលចង់ធ្វើហ្នឹងគឺវាដូចចិត្តដែលយើងប៉ងប្រាថ្នាណាគឺរលូនបាទគឺរលូនហើយអ្វីដែលរឹតតែសំខាន់ទៀតនោះលោកអ្នកដែលកើតនៅឆ្នាំរោងហ្នឹងគឺសប្បាយចិត្តរីករាយហើយបើការធ្វើដំណើរទៅទីចិត្តទីឆ្ងាយលោកអ្នកដែលកើតនៅឆ្នាំរោងនឹងចង់ជំរាបជូនថាគឺមានសុវត្ថិភាពណាបាទមានសុវត្ថិភាពលោកអ្នកអញ្ជើញទៅណាក៏ដោយគឺថាមានសុវត្ថិភាពទាំងទៅទាំងមកណាបើទោះបីផ្លូវចិត្តផ្លូវឆ្ងាយក៏ដោយគឺសុវត្ថិភាពប៉ុន្តែបញ្ហាសុខភាពមួយដែលត្រូវតែកត់សម្គាល់លោកអ្នកដែលកើតឆ្នាំរោងស្អែកនេះប្រយ័ត្នប្រយែងសុខភាពបន្តិចលោកអ្នកអត់ឈឺស្អែកទេសុខភាពលោកអ្នកអត់ឈឺស្អែកទេប៉ុន្តែលោកអ្នកអាចឈឺនៅថ្ងៃខាងស្អែកលោកអ្នកអត់ឈឺស្អែកទេប៉ុន្តែលោកអ្នកអាចឈឺនៅថ្ងៃខាងស្អែកតន់បាទកូនចៅអាចឈឺនៅថ្ងៃខាងស្អែកអញ្ចឹងថ្ងៃស្អែកនេះត្រូវប្រយ័ត្នសុខភាពបើទោះបីការងារមមាញឹកយ៉ាងណាក៏ឆ្លៀតទទួលទានបាយក៏ឆ្លៀតហូបបាយហូបទឹកដែរបើមិនហូបបាយបើមិនហូបទឹកទេលោកអ្នកអានឹងវាទៅអត់រួចទេវាឈឺហើយអញ្ចឹងកុំណាបាទកុំណាបាទប្រយ័ត្នសុខភាពឲ្យមែនតែនស្អែកអត់ឈឺទេស្អែករឹងមាំប៉ុន្តែខាងស្អែកអាចឈឺចឹងប្រយ័ត្នសុខភាពបន្តិចអ្នកកើតឆ្នាំរោងសេចក្តីស្នេហាអត់អីទេផ្អែមល្ហែមល្អុកល្អឿនជាមួយគ្នារីករាយជាមួយគ្នាស្រឡាញ់គ្នាណាបាទអត់អីទេចឹងយើងត្រឡប់មកវិញកូនចៅដែលកើតឆ្នាំរោងចាំស្ដាប់បាទគឺរាសីមធ្យមលេខសំណាង885ពណ៌សំណាងពណ៌លឿងអ្វីជោគជ័យទាំងអស់ប្រយ័ត្នទៅសុខភាពតិចទេណាធ្វើការហត់យ៉ាងណាក៏ត្រូវតែគិតពីសុខភាពធ្វើការយ៉ាងណាក៏ត្រូវតែគិតពីសុខភាពដែរអរគុណណាអញ្ចឹងលោកអ្នកកើតឆ្នាំរោងសូមឲ្យលោកអ្នកជោគជ័យរីកចម្រើនណាបាទអបអរសាទរផងប៉ុន្តែប្រយ័ត្នសុខភាពណាបាទស្អែកនឹងសុបាយចិត្តអត់អីទេប៉ុន្តែត្រូវតែប្រយ័ត្នប្រយែងនៅសុខភាពបន្តិចអញ្ចឹងបន្ទាប់មកកូនចៅដែលកើតនៅឆ្នាំម្សាញ់បាទម្សាញ់លេខសំណាងលោកអ្នក512បាទ512ម្សាញ់ណាម្សាញ់លេខសំណាង512បាទពណ៌សំណាងគឺពណ៌ខៀវបាទពណ៌សំណាងពណ៌ខៀវលេខសំណាង512បាទរាសីឡើងខ្ពស់ណាស្អែកម្សាញ់ខ្ពស់ហ៎បាទម្សាញ់រាសីរបស់លោកអ្នកឆ្នាំម្សាញ់រាសីឡើងខ្ពស់ត្រដែតលេខសំណាង512ពណ៌សំណាងពណ៌ខៀវឆ្នាំម្សាញ់រាសីឡើងខ្ពស់ត្រដែតរាសីឡើងខ្ពស់ត្រដែតលេខសំណាង512ពណ៌សំណាងគឺពណ៌ខៀវរាសីឡើងខ្ពស់ត្រដែតណាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់នៅថ្ងៃស្អែកនេះជីវិតរបស់លោកអ្នកការងារប្រចាំថ្ងៃរបស់លោកអ្នកគឺប្រព្រឹត្តទៅដោយរលូនប្រព្រឹត្តទៅដោយជោគជ័យប្រព្រឹត្តទៅដោយភាពរីកចម្រើនប្រព្រឹត្តទៅដោយល្អប្រសើរអត់មានអីដែលជាថាការរាំងស្ទះហើយក៏អត់មានអីដែលជាការមួយដែលមិនសូវជាល្អនៅក្នុងជីវិតរបស់យើងដែរគឺថាប្រព្រឹត្តទៅដោយរលូនកិច្ចការងារលក់ដូររកស៊ីប្រចាំថ្ងៃក៏រលូនដែរណាលក់ដាច់បានផលចំណេញថ្ងៃស្អែកនេះលក់ដាច់ច្រើនណាបានផលចំណេញច្រើនណាលុយចូលច្រើនសប្បាយចិត្តរីករាយចបាយនាយគេអាណិតគេស្រឡាញ់គេកោតសរសើររលុយបានណាទាំងបុគ្គលិកមន្ត្រីរាជការក្តីឯកជនក្តីអីក្តីគេថាសុភមង្គលសប្បាយចិត្តការធ្វើដំណើរទៅទីចិត្តទីឆ្ងាយលោកអ្នកដែលកើតនៅឆ្នាំម្សាញ់គឺប្រព្រឹត្តទៅដោយល្អប្រព្រឹត្តទៅដោយរលូនណាបាទជោគជ័យរីកចម្រើនហេងនៅក្នុងជីវិតណាការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអីហើយចំណែកឯសុខភាពម្សាញ់ល្អប្រសើរអត់មានឈឺអត់មានគ្រុនអីទេសេចក្តីស្នេហាក៏ផ្អែមល្ហែមក៏មានការយល់ចិត្តគ្នាហើយក៏មានការអត់ឱនឲ្យគ្នាទៅវិញទៅមកដែរអត់មានឈឺអត់មានគ្រុនអីទេហើយក៏អត់មានបញ្ហាអីដែរសម្រាប់ជីវិតរបស់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់នៅថ្ងៃស្អែកនេះបន្ទាប់មកទៀតណាលោកអ្នកដែលកើតឆ្នាំម្សាញ់កុំភ្លេច comment លេខសំណាង512បាទកុំភ្លេច comment លេខសំណាង512 share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ512ណាឆ្នាំម្សាញ់នោះលោកអ្នកនឹងមានលៀបលោកអ្នកនឹងមានជ័យហើយលោកអ្នកធ្វើអីក៏ល្អក៏ប្រសើរដែរអត់មានអីទេណាកូនចៅណាបាទល្អប្រសើរប្រពៃថ្លៃថ្លាណាស់បាទបន្ទាប់មកទៀតលោកអ្នកដែលកើតនៅឆ្នាំមមីលេខសំណាង327ពណ៌សំណាង
bà po sầm náng cứ po tật bịch bà tật bịch nó con trai đó lúc nè để cao năm một mí lên sầm náng cứ bay mà phây bắn ria xây mặt chống po sầm náng cứ po tật bịch bà chẳng một mí nơi thay sai ní trong trường điểm chun thá chốt chỉ ta ria xây được con lúc nè cứ rồi luôn cứ là o và xa nát bà ở đây thế cách ca nghe lụa đô rô xí của Predator rồi luôn thọp lụa yang mất lụa yang nâng tới thọp vừa ấy vừa nâng tới ở đây thế bà cả thua đầm nái tới ti chất ti chai ở đây thế cứ miên sốc sự vật tập hiệp tèng tới tèng màu nát bà chơi tới chó sốc sự vật tập hiệp tèng tới tèng màu ở miên ấy đại thá thưa ao lúc nè miên cà rèn ste rồi mới có chuốc nâng cua mình lo tê ở tê cứ lõ cứ chụp chơi hay có ri chầm rànปัญหาสกปรกឆ្នាំមួយមីសុខភាពល្អអត់អីទេអត់ឈឺអត់គ្រុនហើយក៏អត់ក្តៅរងាញាក់ញ័រដែរប៉ុន្តែរឿងរ៉ាវស្នេហាអ្នកកើតឆ្នាំមួយមីនៅថ្ងៃស្អែកនេះប្រយ័ត្នមាត់ប្រយ័ត្នកប្រយ័ត្នពាក្យប្រយ័ត្នសម្ដីបើនិយាយទៅអត់ត្រូវមិនអីទេគេលោកនិយាយទៅខុសណោដៃគូគេប្រកែកគេប្រកាន់រឿងតូចខ្លាយជារឿងធំអាចឆ្លោះគ្នាអញ្ចឹងខ្ញុំផ្ដាំឲ្យផ្ដាំទៀតមកមីហាមពាក្យសម្ដីនិយាយណាស្អែកហ្នឹងកុំនិយាយលេខសើចអីជាមួយនឹងប្តីប្រពន្ធអីពេកគេលោកនិយាយទៅឯងលេងទេប៉ុន្តែគេខឹងឯងនឹងនិយាយធម្មតាទេគេចាប់ថាយើងនឹងខុសអញ្ចឹងសូមឲ្យយើងទាំងអស់គ្នាដែលកើតនៅឆ្នាំមួយមីហ្នឹងគឺប្រយ័ត្នប្រយែងពាក្យសម្ដីតិចទៅណាបើនិយាយទៅគេខឹងយើងរួមគេទៅយ៉ាប់តែរឿងតូចខ្លាយជារឿងធំទៅឈ្លោះគ្នាខាតលៀបហើយឈ្លោះគ្នាដាច់លៀបហើយអញ្ចឹងមួយមីត្រឡប់មកវិញលេខសំណាងគឺ327ពណ៌សំណាងគឺពណ៌ទឹកប៊ិចលេខបាទហើយរាសីមធ្យមណាមួយមីណាអញ្ចឹង comment លេខ327 share វីដេអូលោកគ្រូមហាជុំដាក់លេខ327លោកអ្នកដែលកើតឆ្នាំមួយមីបន្ទាប់មកទៀតលោកអ្នកដែលកើតឆ្នាំមួយម៉ែឆ្នាំមួយម៉ែគឺលេខសំណាងរបស់លោកអ្នកគឺ479បាទរាសីមធ្យមដូចគ្នាឆ្នាំមួយម៉ែពណ៌សំណាងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែហ្នឹងពណ៌សំណាងរបស់អស់លោកអ្នកគឺពណ៌ស្វាយណាកូនចៅណាបាទអញ្ចឹងឆ្នាំមួយម៉ែរាសីមធ្យមលេខសំណាង479ពណ៌សំណាងពណ៌ស្វាយរាសីមធ្យមអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំមួយម៉ែខ្ញុំសូមឲ្យកូនចៅ comment លេខ479ខ្ញុំឲ្យកូនចៅ comment លេខ479ហើយក៏ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ479ដូចគ្នាណាបាទឆ្នាំមួយម៉ែរាសីរបស់លោកអ្នកមធ្យមថ្ងៃស្អែកនេះកិច្ចការងារដំណើរការទូទៅគឺប្រព្រឹត្តទៅដោយរលូនណាការងារលក់ដូររកស៊ីការងារធ្វើកិច្ចការអីការងារធ្វើអីផ្សេងអ្នកកើតឆ្នាំមួយម៉ែខ្ញុំចង់ជំរាបជូនថាល្អជោគជ័យរីកចម្រើនធ្វើអីសំប្រកបធ្វើអីក៏ល្អធ្វើអីក៏ប្រសើរអត់មានបញ្ហាដែលធ្វើឲ្យយើងរាំងស្ទះហើយក៏អត់ឲ្យយើងនឹងវាលំបាកវាវេទនាអីដែរគឺប្រព្រឹត្តទៅដោយរលូនលុយដែលធ្លាប់រកបានប្រហែលគឺរកបានប៉ុណ្្នឹងមកធម្មតាអត់មានអីទេហើយចំណែកឯការធ្វើដំណើរទៅទីជិតទីឆ្ងាយអ្នកកើតឆ្នាំមួយម៉ែគឺធ្វើចោះអត់មានហាមទេទៅណាទៅបាទទៅណាទៅឲ្យតែដល់ពេលមកផ្ទះវិញកុំឲ្យប្រពន្ធវាយបាត់សក់ណាឆ្នាំមួយម៉ែណាធ្វើដំណើរទៅទីជិតទីឆ្ងាយទៅបានទៅណាទៅប៉ុន្តែម៉ោង6ចូលទេបើមិនចូលផ្ទះទេប្រពន្ធវាយហើយណាប្រពន្ធក៏ចឹងដែរតែម៉ោង6មិនចូលផ្ទះទេប្តីរករឿងហើយណាកូនចៅណាចឹងខ្ញុំសូមជម្រាបថាឆ្នាំមួយម៉ែរាសីមធ្យមលេខសំណាង479ណាអត់អីទេធ្វើដំណើរល្អសុខភាពអត់ល្អទេស្អែកនឹងប្រយ័ត្នមែនតែនសុខភាពអ្នកកើតឆ្នាំមួយម៉ែណាបាទអ្នកកើតឆ្នាំមួយម៉ែសុខភាពប្រយ័ត្នបន្តិចណាអ្នកកើតឆ្នាំមួយម៉ែសុខភាពប្រយ័ត្នតិចណាស្អែកនឹងឈឺហើយបាទបើមិនក្រិចក៏ឆ្លោះដែរសុខភាពអ្នកកើតឆ្នាំមួយម៉ែក្រិចឆ្លោះក្រិចប្រយ័ត្នប្រយែងណាដើរហើរអីចុះពីលើផ្ទះចុះពីអីនេះកុំសស្រាក់សស្រាតគេលោវាកលាត់វាក្រិចវាអីចឹងទៅវាហើមដៃហើមជើងចឹងឲ្យប្រយ័ត្នប្រយែងតិចទៅលោកអ្នកកើតឆ្នាំមួយម៉ែសេចក្តីស្នេហាគឺអត់អីទេផ្អែមល្ហែមរីកចម្រើនជោគជ័យស្រឡាញ់គ្នាណាអត់អីទេណាគឺមានការផ្អែមល្ហែមមានការល្អុកល្អអឿនមានការជោគជ័យអីចឹងទៅណាអត់អីទេណាកូនចៅណាបាទមួយម៉ែនោះបាទអរគុណណាចឹងមួយម៉ែចង់បានលៀបចង់បានជ័យ comment 479 share វីដេអូគ្រូមហាជុំដាក់លេខ479លោកអ្នកនឹងជោគជ័យលោកអ្នកនឹងរីកចម្រើនណាក្នុងជីវិតរបស់អស់លោកអ្នកបាទបន្ទាប់មកទៀតខ្ញុំសូមទូទាជូនដល់កូនចៅដែលកើតនៅឆ្នាំវើកបាទវើកម្ដងវើករាសីថ្ងៃស្អែកនេះខ្ពស់ណាវើកណាអត់ធ្លាក់តិចខ្ពស់បាទលេខសំណាងរបស់កូនចៅដែលកើតឆ្នាំវើកបាទ441បាទ441ពណ៌សំណាងលោកអ្នកដែលកើតនៅឆ្នាំវើកពណ៌ផ្ទៃមេឃណាកូនណាបាទពណ៌ផ្ទៃមេឃបាទពណ៌ផ្ទៃមេឃអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំវើកខ្ញុំសូមឲ្យកូនចៅទាំងអស់ comment លេខ441
គឺជាលេខលៀបគឺជាលេខសំណាងហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ441អញ្ចឹងលោកអ្នកដែលកើតឆ្នាំវោករាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះឡើងខ្ពស់ត្រដែតកិច្ចការងារលក់ដូររកស៊ីប្រចាំថ្ងៃឬមួយក៏ចំនួនជួញដូរអីនោះគឺរមែងបានជោគជ័យថ្ងៃស្អែកក៏ជាថ្ងៃមួយដ៏ពិសុទ្ធសម្រាប់យើងចរចាមុខចំណេញមុខចំនួនជួញដូរអីគ្រប់យ៉ាងទាំងអស់ណាបាទថ្ងៃស្អែកហ្នឹងគឺជាថ្ងៃល្អអ្នកកើតឆ្នាំវោកឯអាចចរចានិយាយការងារអីបានល្អប្រសើរណាស់យកថ្ងៃស្អែកហ្នឹងជាថ្ងៃល្អថ្ងៃបើកហុងស៊ុយលោកអ្នកណាចង់ធ្វើអីចង់និយាយកិច្ចការអីគឺនិយាយនៅថ្ងៃស្អែកតលោកអ្នកកើតឆ្នាំវោកល្អជោគជ័យមានលៀបមានជ័យមានហេងធ្វើដំណើរទៅទីចិត្តទីឆ្ងាយល្អប្រសើរណាស់អត់មានគ្រោះថ្នាក់អត់មានបញ្ហាអីទេសុខភាពក៏កាន់តែល្អប្រសើរសេចក្តីស្នេហាក៏កាន់តែផ្អែមល្ហែមល្អល្អឿនស្រឡាញ់គ្នាបាទស្រឡាញ់គ្នាណាបាទស្រឡាញ់គ្នាគេថាសុខភាពក៏ល្អស្នេហាក៏ប្រពៃស្រឡាញ់គ្នាល្អល្អឿនអញ្ចឹងចង់ឲ្យគេហៅថាមានអ្វីមានលៀបមានជ័យអីហ្នឹងគឺសូមឲ្យលោកអ្នកដែលកើតឆ្នាំរកាហ្នឹងបើឆ្នាំវោកហ្នឹងខមមិនលេខសំណាងទៅ441 share វីដេអូគ្រូមហាជុំដាក់លេខ441នោះកូនចៅនឹងមានលៀបនោះកូនចៅនឹងមានជ័យហើយកូនចៅប្រាថ្នានៅកិច្ចការអីបានសម្រេចដូចក្តីបំណងណាកូនចៅណាបាទហេងនៅក្នុងជីវិតបន្ទាប់មកទៀតរាសីឆ្នាំរកាស្អែកនេះខ្លាចចាញ់វោកខ្ពស់ដូចគ្នាណាឆ្នាំរកាឡើងខ្ពស់តដែតលេខសំណាង888ពណ៌សំណាងសម្រាប់កូនចៅដែលកើតឆ្នាំរកាគឺពណ៌ទឹកមាសបាទពណ៌ទឹកមាសណាឆ្នាំរកាពណ៌ទឹកមាសអញ្ចឹងលោកអ្នកដែលកើតឆ្នាំរការាសីរបស់លោកអ្នកគឺថ្ងៃស្អែកនេះឡើងខ្ពស់តដែតណាបាទថ្ងៃស្អែកនេះរាសីឡើងខ្ពស់តដែតលេខសំណាង83ដើមពណ៌សំណាងពណ៌ទឹកមាសនៅថ្ងៃស្អែកនេះរាសីយើងរលូនណាស់ជោគជ័យណាស់មានលៀបមានជ័យចូលហួសពីធម្មតាណាលោកអ្នកស្ទើរតែមិននឹកស្មានដល់លោកអ្នកស្ទើរតែមិនចាប់អារម្មណ៍ស្រាប់តែបើកភ្នែកឡើងបើកទ្វារឡើងលុយហូរចូលមកពីលិចមកពីកើតមកពីជើងមកពីត្បូងធ្វើឲ្យយើងរីករាយធ្វើឲ្យយើងសំណាងល្អធ្វើឲ្យយើងជោគជ័យធ្វើឲ្យយើងនឹងហេងនៅក្នុងជីវិតអញ្ចឹងអត់អីទេណាស្អែកមានលុយមានលៀបមានជ័យហូរចូលធ្វើដំណើរទៅទីចិត្តទីឆ្ងាយលោកអ្នកកើតឆ្នាំរកាគឺល្អប្រសើរណាស់បាទគឺអត់មានអីទេគឺថាសុវត្ថិភាពទាំងទៅទាំងមកសុខភាពល្អណាស់អត់មានឈឺអត់មានគ្រុនអីទេណាកូនចៅណាស់អ្នកកើតឆ្នាំរកាហើយបើនិយាយពីស្ក្តីស្នេហាហ្នឹងផ្អែមល្ហែមស្វែងយល់ចិត្តគ្នាទៅវិញទៅមកល្អល្អឿនណាបាទស្រឡាញ់គ្នាយល់ចិត្តគ្នាធ្វើអីក៏បានធ្វើអីក៏ជោគជ័យដែររីចម្រើនទៅមុខណាចឹងអ្នកកើតឆ្នាំរកាខមមិន83ដើម share វីដេអូគ្រូមហាជុំដាក់លេខ83ដើមចប់ពីរកាចូលដល់ឆ្នាំចរាសីស្អែកមធ្យមកូនចៅណាឆ្នាំចរាសីស្អែកមធ្យមលេខសំណាង195ពណ៌សំណាងលោកអ្នកដែលកើតឆ្នាំចពណ៌ខ្មៅណាកូនណាបាទស្អែកពាក់ពណ៌ខ្មៅមានលៀបណាកូនណាបាទអញ្ចឹងឆ្នាំចរាសីរបស់លោកអ្នកមធ្យមពណ៌សំណាង190ពណ៌សំណាងពណ៌ខ្មៅលេខសំណាងលេខ195អញ្ចឹងកូនចៅកើតឆ្នាំចសូមឲ្យ comment លេខ195មួយទៅទៀតហើយអញ្ចឹងឲ្យ share វីដេអូលោកគ្រូមហាជុំដាក់លេខ195អញ្ចឹងឆ្នាំចនៅថ្ងៃស្អែកលោកអ្នកការងារអ្វីជោគជ័យការងារអ្វីល្អការងារអ្វីប្រសើររលូនណាការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអីគឺមានសុខសុវត្ថិភាពទាំងទៅទាំងមកហើយជោគជ័យហើយក៏រីកចម្រើនហើយក៏សប្បាយចិត្តដែរអត់មានអីទេសុខភាពរបស់លោកអ្នកនៅថ្ងៃស្អែកនេះឆ្នាំចអត់អីទេអត់ឈឺអត់គ្រុនទេសេចក្តីស្នេហាមានការគេហៅថារង្គោះរង្គើទាស់តែងគ្នាបន្តិចបន្តួចណាប៉ុន្តែអីទេប្តីប្រពន្ធចានក្នុងរាវវាតែទៅឆ្លោះទៅត្រូវហើយឆ្លោះហើយត្រូវហើយឆ្លោះអញ្ចឹងយើងរៀងប្រយ័ត្នតែពាក្យសម្ដីទៅវាលែងអីហើយណាអ្នកកើតឆ្នាំចអញ្ចឹងសរុបមកវិញអ្នកកើតឆ្នាំចលេខសំណាង195ពណ៌សំណាងពណ៌ខ្មៅរាសីមធ្យមធ្វើអីក៏ល្អដែរអត់អីទេណាប៉ុន្តែសេចក្តីស្នេហាប្តីប្រពន្ធគូស្នេហ៍គូសង្សារលោកអ្នកហាមកុំនិយាយលេងច្រើនណាវាធ្វើឲ្យយើងនឹងវាមិនសូវល្អណាអញ្ចឹងជូនពរឲ្យកូនចៅជោគជ័យជូនពរឲ្យកូនចៅរីករាយលោកគ្រូមហាជុំជូនពរបាទបន្ទាប់ពីឆ្នាំចលោកគ្រូទាយដល់ឆ្នាំកុលរាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះឡើងខ្ពស់ត្រដែតបាទកុលខ្ពស់ណាកុលកូនពៅគេប៉ុន្តែខ្ពស់លេខសំណាងលោកអ្នកដែលកើតឆ្នាំកុលលេខ970ឆ្នាំកុលពណ៌សំណាងលោកអ្នកដែលកើតឆ្នាំកុលពណ៌បៃតងណាទៀតណាអញ្ចឹងអ្នកកើតឆ្នាំកុលពណ៌បៃតងរាសីឡើងខ្ពស់តដែតលោកអ្នកដែលកើតនៅឆ្នាំកុលលោកគ្រូចង់ជម្រាបជូនថារាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខលេខសំណាងគឺលេខ970ពណ៌សំណាងពណ៌បៃតងកិច្ចការងារលក់ដូររកស៊ីបាទប្រចាំថ្ងៃអីហ្នឹងទៅលិចទៅការចំនួនជួញដូរអីហ្នឹងគឺរលូនគឺជោគជ័យណាអត់មានអីដែលធ្វើឲ្យលោកអ្នកនឹងលំបាកឬមួយក៏ភ័យឬមួយក៏ព្រួយឬមួយក៏អីយ៉ាងណាទេអត់អីទេណាលក់ដូរដាច់រកស៊ីមានបានតិចប្រជុំសុខដុមរមនាណាធ្វើអីក៏បានធ្វើអីក៏ជោគជ័យធ្វើអីក៏រីកចម្រើនការធ្វើដំណើរទៅទីចិត្តទីឆ្ងាយអានេះកាន់តែសមត្ថភាពទៀតអត់អីទេសុខភាពល្អប្រសើរសេចក្តីស្នេហាផ្អែមល្ហែមល្អល្អឿនជាមួយគ្នារីកចម្រើនជាមួយ
គ្នាជោគជ័យជាមួយគ្នាអត់អីទេណាអញ្ចឹងសរុបមកវិញលោកអ្នកដែលកើតឆ្នាំកុលគឺរាសីរបស់លោកអ្នកល្អប្រសើរណាស់លេខសំណាង970ពណ៌សំណាងពណ៌បៃតងណាអញ្ចឹង comment លេខ970 share វីដេអូលោកគ្រូមហាជុំដាក់លេខ970នោះលោកអ្នកទទួលលាភនោះលោកអ្នកទទួលជ័យហើយលោកអ្នកនឹងប្រកបកិច្ចការងារអីបានសមប្រកបគ្រប់ប្រការណាចាប់ពីថ្ងៃនេះតទៅលោកអ្នកដែលកើតនៅឆ្នាំកុលអញ្ចឹងជាអវសានជាទីបញ្ចប់លោកគ្រូមហាជុំសូមលើកកំបងអញ្ជលីណាអរគុណថ្លែងអំណរព្រះគុណនិងអរគុណជូនដល់កូនចៅសិស្សគុណទាំងអស់ដែលបានតាមដានទស្សនានៅការ live របស់លោកគ្រូតាំងពីដើមរហូតដល់ចប់